បណ្ដាហេតុការណ៍ដែលលើពីការសម័យរបស់មនុស្សវាអាចកើតឡើងបានគ្រប់ពេលរឿងរ៉ាវខ្មៅចូលវាគ្មានពិតទេអ្នកដែលមិនជឿលើរឿងខ្មៅចូលដែលត្រូវបានបញ្ជាក់ទៅហើយនោះគឺមានតែឃាតករទេនាងត្រឹមតែជាដូនជាម្នាក់ទេលោកវិញត្រឹមជាជនមានកំហឹងម្នាក់មានករណីស្រញគ្នាមួយទៀតទៅនឹងក្មេងប្រុសម្នាក់នេះលោកធ្លាប់លើពីការបំភ្លឺទាំង12ដែរទេមើលទៅនាងគួរតែមានឈ្មោះក្រៅពីនេះដូចជាអាគមងងឹតជាគ្រូខ្មោចបានវាជួយដល់ការធ្វើពិធីមែនយើងមានអ្វីត្រូវស្ទាក់ស្ទើរទៀតនោះបងស្រីការធ្វើពិធីបណ្ដេញខ្មោចអាចលើច្បាប់តែមួយគត់គឺអាចធ្វើអ្វីក៏បានឲ្យតែចាំបាច់ប្រលឹងបិសាចឯងឆាប់ចេញភ្លាមទៅ